កម្ពុជានិងចិនឯកភាពគ្នាលើកិច្ចសហការកំណត់ផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនិងយុទ្ធសាស្ត្របញ្ចកោណដើម្បីបើកឱកាសថ្មីភាគីទាំងពីរបានគូបញ្ជាក់ពីសារៈសំខាន់នៃការតម្រឹមកំណត់ផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពនិងបរិយាបន្នកម្ពុជានិងចិនបានឯកភាពកាលពីថ្ងៃសុក្រនៅក្នុងការតម្រឹមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណក្នុងគោលបំណងបង្កើតឱកាសថ្មីៗនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មកសិកម្មបច្ចេកវិទ្យា Digital និងការអភិវឌ្ឍធនធានមនុស្សព្រមទាំងពង្រីកបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរការពិភាក្សាគ្នានេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការនៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាកន្លងទៅលោកប្រាសខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងលោកស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងអនុប្រធានទី1ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបានជួបពិភាក្សាជាមួយនឹងលោកវ៉ាងជីប្រធានការិយាល័យគណៈកម្មាធិការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិននិងជារដ្ឋមន្ត្រីការបរទេសលោកស៊ុនចន្ទថុលនិងលោកវ៉ាងជីក៏ជាសហប្រធានគណៈកម្មាធិការសម្រុះសម្រួលអន្តរជាតិរដ្ឋាភិបាលកម្ពុជាចិនផងដែរអ្នកចូលរួមសំខាន់ផ្សេងទៀតរួមមានលោកស្រីសឿងរតចាវីឯករាជ្យទូតកម្ពុជាប្រចាំប្រទេសចិនលោកវ៉ាងវិនប៊ីនឯករាជ្យទូតចិនប្រចាំកម្ពុជានិងលោកគង់វិមានអគ្គលេខាធិការនៃអគ្គលេខាដ្ឋាន CDC នៅក្នុងជំនួបនេះកម្ពុជានិងចិនបានបញ្ជាក់ជាថ្មីនៅការបញ្ញាចិត្តពង្រឹងទំនុកចិត្តផ្នែកនយោបាយនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការសម្រុះសម្រួលជាយុទ្ធសាស្ត្រក្រោមយន្តការទ្វេភាគីដែលមានស្រាប់យោងតាមលោកស៊ុនចន្ទថុលភាគីទាំងពីរបានគូបញ្ជាក់ពីសារៈសំខាន់នៃការតម្រឹមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពនិងបរិយាបន្នការតម្រឹមគោលនយោបាយទាំងពីរនេះត្រូវបានរំពឹងថានឹងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអន្តរភាពរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការពង្រីកវិស័យឧស្សាហកម្មការធ្វើទំនើបកម្មវិស័យកសិកម្មបរិវត្តកម្ម Digital និងការអភិវឌ្ឍធនធានមនុស្សភាគីទាំងពីរបានបង្ហាញទស្សនៈដូចគ្នាថាការសម្រុះសម្រួលគោលនយោបាយឲ្យកាន់តែស៊ីសង្វាក់គ្នារវាងក្របខ័ណ្ឌទាំងពីរនិងបង្កើតឱកាសថ្មីៗដែលមានសក្តានុពលខ្ពស់និងពង្រឹងបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនកិច្ចពិភាក្សាក៏បានលើកឡើងពីទូនាទីនៃការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំក្នុងការរក្សាទំនាក់ទំនងទ្វេភាគីឲ្យរឹងមាំនិងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមកនិងមានគោលដៅអភិវឌ្ឍរួមយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកប្រាសខុនក៏បានវិតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 កម្ពុជាចិនលើកទី1ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី22ខែមេសាសេចក្តីប្រកាសបានបញ្ជាក់ថាកម្ពុជានៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិនដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីពង្រឹងមិត្តភាពដៃថែបនិងលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរយោងតាមលោកចៅជីនគុនអ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាងយីបានមានប្រសាសន៍ថាប្រទេសចិននឹងបន្តធ្វើជាសសរស្តម្ភយុទ្ធសាស្ត្រដ៏រឹងមាំថាដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបាននិងជាមិត្តដៃថែបដែលមានភាពជោគវាសនារួមជាមួយនឹងកម្ពុជា